កំពុងតែធំក្លិនថាសៀមវាចង់វាយម្ដងទៀតលើកនេះកម្ពុជាយើងមិនចង់ឲ្យសៀមឈ្នះទេទោះបីសៀមវាយច្រើនមុខព្រួញតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រក៏កម្ពុជាកំពុងតែរៀបខ្លួនមិនឲ្យសៀមឈ្នះទាំងស្រុងទេអញ្ចឹងខ្ញុំស៊ើបដឹងថាកម្ពុជាកំពុងតែដាក់យុទ្ធសាស្ត្រថាបើក្បាលបុកចូលកម្ពុជាត្រូវតែវាយផ្ដាច់កតុយបើបានជោគជ័យក្នុងការវាយផ្ដាច់កតុយសៀមយើងអត់ប្រាប់ថាកតុយនៅណាទេប៉ុន្តែយើងដឹងកតុយណាបើសិនជាយើងវាយផ្ដាច់កតុយប្រជាជនសៀមលោកស្នេហាសន្តិភាពប្រជាជនសៀមលោកអត់ចង់ធ្វើសង្គ្រាមទេទោះបីចលនាជាតិនិយមសៀមខ្លាំងប៉ុណ្ណាក៏ដោយប្រជាជនសៀមអត់ចង់ធ្វើសង្គ្រាមទេមិនបានដឹងច្បាស់ថាប្រជាជនសៀមលោកអត់ចង់ធ្វើសង្គ្រាមប្រជាជនសៀមកំពុងលំបាកសេដ្ឋកិច្ចលំបាកណាស់ណានឹកក៏នឹកអង្គុយស្ដាប់ទៅចាណានឹកកងនឹកកងអញ្ចឹងប្រជាជនសៀមលោកអត់ចង់ធ្វើសង្គ្រាមនៅពេលដែលយើងផ្ដាច់កន្ទុយតបបានឬក៏ចាក់ធ្លេពោះតបធ្វើឲ្យអង្គការកងទ័ពអង្គការភូមិន្ទថៃក៏មានអង្គការភូមិន្ទថៃមានមន្ត្រីជាន់ខ្ពស់នៅក្នុងភូមិន្ទថៃដែលអត់ចង់ច្បាំងទេអញ្ចឹងយើងអាចនឹងធ្វើម៉េចឲ្យក្បាលទ័ពថៃដែលគម្រាមកំហែងឈ្លានពានមកលើកម្ពុជានឹងដកថយទៅវិញហើយយើងស្វែងរកការចរចាទៀតយើងស្វែងរកការឈប់បាញ់ទៀតយើងអត់ចង់បាញ់ទេពីព្រោះយើងមានជំហរច្បាស់ថាយើងអត់ត្រូវការទៅឈ្លានពានដីសៀមទេអញ្ចឹងបើសិនជាយើងអាចនឹងមានឱកាសផ្ដាច់កន្ទុយតបសៀមបានធ្វើឲ្យឆេះឬក៏ចាក់ពោះតបក្នុងចំណោមខ្សែបុកមកទាំងភូមិភាគ1ទាំងភូមិភាគ2បើយើងកាត់កន្ទុយតបបានឬក៏យើងបុកឲ្យតបនឹងរបួសពោះតបណាយើងបុកឲ្យរបួសពោះតបនឹងអាចនឹងដកទៅវិញពីព្រោះប្រជាជនថៃលោកណាប្រជាជនថៃលោកត្រូវការកសាងសេដ្ឋកិច្ចលោកអត់ចង់មានចម្បាំងជាមួយកម្ពុជាទេចលនាជាតិនិយមជ្រុលរបស់សៀមតូចទេសៀមស្ដាយទឹកដីសៀមការពារទឹកដីប៉ុន្តែសៀមដឹងច្បាស់ថាកងអាមាត្យកំពុងតែកាន់កាប់លើទឹកដីដែលមិនមែនជារបស់សៀមប្រជាជនសៀមលោកមិនមែនមិនដឹងទេថាសង្គ្រាមនៅខែកក្កដានិងខែធ្នូឆ្នាំ2025កងទ័ពសៀមកាន់កាប់ដីខ្មែរអញ្ចឹងនៅពេលដែលសៀមប្រសិនបើផ្ទុះអាវុធម្ដងទៀតជាលើកទី3កម្ពុជាមិនទប់ទល់សៀមតាមរបៀបចាស់ទៀតទេកម្ពុជាអត់ទប់ទល់សៀមតាមរបៀបចាស់ទៀតទេណាអញ្ចឹងត្រឡប់ឡើងវិញធនាគារជាតិនៃកម្ពុជាកំពុងតែដោះស្រាយបោកសម្អាតចរន្តហិរញ្ញវត្ថុធនាគារដើម្បីនឹងទប់នឹងបន្ទាបនឹងកម្ចាត់ចោលនៅអក្រិតកម្ម scam នៅកម្ពុជាក្រសួងប្រៃសណីនិងទូរគមនាគមន៍កំពុងតែសកម្មភាពដើម្បីនឹងសម្រិតសម្រាំង ISP នៅកម្ពុជាព្រមទាំងកម្ចាត់ចោលនៅសឹមខ្មោចសឹមព្រាយនិងសឹមសមោលទាំងឡាយនៅកម្ពុជាព្រមទាំងឧបករណ៍ទូរស័ព្ទខុសច្បាប់ដើម្បីជីកកកាយនិងកុំឲ្យមាន scam ជាមូលដ្ឋាននៅកម្ពុជាក្រសួងការបរទេសដែលខ្ញុំរិះគន់ថាយឺតយ៉ាវឥឡូវលោកប្រាក់សុខុនគាត់ដាក់មមគាត់ឲ្យតំណាងបេសកកម្មនៃប្រជាណាចក្រកម្ពុជានៅអង្គការសហជីវជាតិសកម្មការងារគាត់ខ្លួនឯងសកម្មការងារមន្ត្រីអមគាត់តែឃើញមុខប្រមាណហ្នឹងគេសកម្មការងារហើយក្រសួងការបរទេសនៃប្រជាណាចក្រកម្ពុជាបានចេញនៅសេចក្តីថ្លែងការណ៍ជាញឹកញយមិនឲ្យសៀមកិច្ចផុតពីកំហុសដែលឈ្លានពានកម្ពុជាទេអញ្ចឹងខ្ញុំអត់មានរិះគន់ទៀតទេពីព្រោះក្រសួងគាត់ធ្វើក្រសួង3ទៀតคล้ายទៅជាចំណុចយុទ្ធសាស្ត្រ 3+3 ដែលបានហើយនឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនគឺក្រសួងការបរទេសក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិដែលហៅថារូបមន្ត 3+3 ដោយកូនលើកសួរអញ្ចឹងណារូបមន្ត 3+3 ពីដើម 2+2 តែឥឡូវនេះយើងអាចនឹងធ្វើបាននៅយុទ្ធសាស្ត្រ 3+3 គឺក្រសួងការបរទេសកម្ពុជាក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃកម្ពុជាបូកនឹង3គឺក្រសួងការបរទេសចិនក្រសួងការពារជាតិចិនហើយនិងក្រសួងសន្តិសុខជាតិចិន
3 + 3ដើម្បីពង្រឹងកិច្ចការនោះហើយកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយនិងកម្ចាត់ចោលនៅអក្រិតកម្ម scam នៅកម្ពុជាដែលមានចិនខលខូចបានមកបង្កើតបញ្ហានៅកម្ពុជាដោះស្រាយតាម3 + 3ហ្នឹងតាម3 + 3តែក្រសួងការពារជាតិក៏មានគម្រោងធ្វើកិច្ចការដែលខ្ញុំមិនលើកមកនិយាយពីព្រោះខ្ញុំមិនចូលចិត្តនិយាយរបស់ដែលមិនគួរនិយាយវាជារឿងរបស់ជាតិខ្ញុំអត់និយាយទេខ្ញុំជាមនុស្សម្នាក់ដែលបបាច់បបោចលោឡាភ្លីភ្លើប៉ុន្តែខ្ញុំអត់ភ្លីភ្លើជាមួយរឿងជាតិទេអញ្ចឹងក្រសួងខ្ញុំស៊ើបដឹងថាក្រសួងការពារជាតិកំពុងតែរៀបចំអ្វីដើម្បីនឹងការពារជាយថាហេតុបើសិនជាមានការផ្ទុះអាវុធឡើងវិញច្បាស់ជាក្បាលទ័ពរបស់ភូមិន្ទសៀមនឹងលុបចូលតាមបណ្ដោយព្រំដែន800 គីឡូម៉ែត្រមិនខានទេហើយយន្តហោះក៏នឹងអន្តរាគមន៍យើងប្រហែលជានឹងប្រឹងប្រែងទប់ក្បាលទ័ពមួយចំនួនតែយុទ្ធសាស្ត្រដែលខ្ញុំសង្ស័យឬក៏ខ្ញុំស៊ើបដឹងតិចគឺត្រូវធ្វើម៉េចឲ្យឆេះកន្ទុយទ័ពឲ្យឆេះខាងក្រោយវិញដើម្បីឲ្យដកក្បាលទៅវិញឬក៏បើសភាពការតម្រូវក៏ត្រូវតែធ្វើម៉េចចាក់ឲ្យធ្លាពោះទ័ពដើម្បីឲ្យក្បាលទ័ពនៅនឹងឬដកថយសួរថាតើកម្ពុជាមានសមត្ថភាពទេបើតាមខ្ញុំស៊ើបកម្ពុជាមានសមត្ថភាពចុះសួរថាពីមុនវាមិនបានអត់មានសមត្ថភាពមិនមែនទេពីមុនវាមានចំណុចខ្សោយខាងកម្ពុជាចំណុចខ្សោយក្របព្រំសេវចំណុចខ្សោយសព្វាវុធនិងចំណុចខ្សោយបច្ចេកសង្គ្រាមរបៀបច្បាំងតែមនុស្សខ្មែរចេះរៀនមនុស្សខ្មែរយើងចេះរៀនពីបញ្ហានោះមានន័យថា we learn from our failure from our mistakes and from our weakness យើងរៀនពីបរាជ័យយើងរៀនពីការឆ្លោះតូចយើងរៀនពីចំណុចខ្សោយរបស់យើងត្រៀមយើងធ្វើក្រសួងការពារជាតិគាត់ធ្វើកិច្ចការហ្នឹងជាកិច្ចការដែលអត់និយាយកើតតែគាត់ធ្វើអញ្ចឹងខ្ញុំសង្ស័យថាឬក៏ខ្ញុំអាចនិយាយថាខ្ញុំស៊ើបដឹងថាយុទ្ធសាស្ត្រដើម្បីទប់កុំឲ្យក្បាលទ័ពរបស់សៀមបុកជាយថាហេតុគឺត្រូវតែដាក់យុទ្ធសាស្ត្រលើកន្ទុយនិងពោះទ័ពហើយបើសិនណាជាភូមិន្ទថៃអាចយកព្រៀបបាននឹងផែនការបំរុងនៃកម្ពុជាក៏ត្រូវតែអនុវត្តធ្វើម៉េចឲ្យប្រជាជនសៀមដែលលោកស្រឡាញ់សន្តិភាពលោកតវ៉ានឹងរាជការសៀមដើម្បីឲ្យភូមិន្ទសៀមដឹងថាប្រទេសសៀមអត់ត្រូវការសង្គ្រាមយើងមិនឆ្លៀនពៀនដីសៀមទេយើងការពារខ្លួនយើងក្នុងបបហេតុអន្តរជាតិដឹងឮហើយយើងនឹងបញ្ជាក់ថែមទៀតថាអំពើឆ្លៀនពៀនពិតជាបានកើតមានឡើងពីព្រោះយើងមានឧទាហរណ៍លើដែនគោកមាន AOT អីទៅពិនិត្យយើងក៏មានផុសតាងបង្ហាញអំពីការបង្កើតទំនាស់ដោយការលុបចោល MOU 2001និងគម្រាមលុបចោល MOU 2000និងប្រកាសឯកតោភាគីថាប្រើតែផែនទី UTM base 1 លើ 50,000 ដែលមិនមែនជាឯកសារសម្រាប់កតិកាអនុសញ្ញា1904និងសន្ធិសញ្ញាបារាំងសៀម1907ដែលជាឯកសារអន្តរជាតិដូច្នេះបើមិនព្រមគឺសៀមត្រូវដើរផ្លូវអន្តរជាតិកម្ពុជាត្រូវតែកសាងករណីនៅសមុទ្របើមិនព្រមតាម reconciliation ទេកម្ពុជាត្រូវប្តឹងទៅ ITLOS International Tribunal Law of the Sea អាហ្នឹងគឺជារបស់ដែលយើងធ្វើកម្ពុជាខ្មែរនៅព្រំដែនឲ្យតែវាហ៊ានហាយចោល MOU ឆ្នាំ2000ដាច់ខាតត្រូវតែជំរុញករណីហ្នឹងទៅឲ្យអន្តរជាតិទៀតថាខ្ញុំមិនមែនជាអ្នកឆ្លៀនពៀនគេទេខ្ញុំជាជនរងគ្រោះដែលជនរងគ្រោះខ្ញុំមានព្រំដែនហើយព្រំដែនដែលខ្ញុំមានជាមួយប្រជាណាចក្រថៃឡង់គឺជាព្រំដែនអន្តរជាតិជា international borderline based on the convention of 1904 and the Siamese Franco
Siamese Treaty of 1907 ហើយយើងមាន process verbal យើងមានកំណត់ហេតុបើអបកូលព្រំដែននឹងវាខុសក៏យើងនៅមានបច្ចេកទេសវិទ្យាសាស្ត្រអាចរកឃើញបន្ទាត់ព្រំដែនមិនបានសៀមមិនព្រមទទួលអញ្ចឹងសៀមកំពុងតែរំលោភច្បាប់អន្តរជាតិសៀមកំពុងតែរំលោភច្បាប់អន្តរជាតិអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងវាអត់លឿនដូចចិត្តយើងទេប៉ុន្តែមិនមែនជនរងគ្រោះតែកម្ពុជាជាជនរងគ្រោះហ្នឹងអង្គុយស្ងៀមទេមិនអង្គុយស្ងៀមទេណាអូពីមុនខ្ញុំរិះគន់រដ្ឋាភិបាលប៉ុន្តែលើកនេះយើងបាត់ទឹកដីដោយអង្គើឈ្លានពាននៅពេលដែលយើងបាត់ទឹកដីដោយអង្គើឈ្លានពានខ្ញុំត្រូវងាកមកនិយាយអំពីរឿងទឹកដីឲ្យបងប្អូនស្ដាប់រឿងយកមកវិញប្របាក់ណារឿងយកមកវិញប្របាក់ប៉ុន្តែត្រូវមានការយល់ដឹងចាស់មួយថាងអីតាឥឡូវចេះច្បាប់ទៀតបើតារស់នៅក្នុងប្រទេសមហាអំណាចហើយតារស់នៅដូចវែកក្នុងឆ្នាំងសម្លណាចៅវាមិនមែនចេមសក់ទេចៅសម្លាញ់ណា Fuji FUGI ណាកូនណាអានោះអញ្ចឹងឆ្លើយទៅសម្រាប់ហើយណាលោកតាធ្វើមកដាច់កាត់ចិត្តពីមនុស្សចាំថ្ងៃក្រោយកូនពេលនេះអត់ឆ្លើយទេនិយាយរឿងទឹកដីសិនណាម៉ូម៉ុនបំតាបញ្យល់ហើយណាថាកិច្ចការគេធ្វើអញ្ចឹងអូខេលោកតា3+3មានអត្ថប្រយោជន៍អ្វីខ្លះតារៀបរាប់ហើយចៅរឿង3+3ណាចាំតាបន្ថែមបន្តិចរឿង3+3ក្រសួងការពារជាតិតកតងនឹងកងទ័ពតកតងនឹងសព្វាវុធតកតងនឹងបច្ចេកវិទ្យាមានន័យថាក្រសួងការពារនិងក្រសួងការពារក្រសួងមហាផ្ទៃធ្វើការជាមួយក្រសួងសន្តិសុខជាតិអក្រិតជនទុច្ចរិតចិនដែលមកប្រព្រឹត្តនៅចោរកម្មនិងអក្រិតកម្មនៅកម្ពុជាត្រូវចាប់បញ្ជូនដល់ចិនហើយចិននឹងផ្ដល់ព័ត៌មានពីបណ្ដាញអក្រិតកម្មមហាផ្ទៃទល់មហាផ្ទៃណាក្រសួងការពារជាតិសហការនៅក្នុងបរិបទនៃការធ្វើសកម្មភាពការទូតនិងការអនុវត្តច្បាប់អន្តរជាតិតាមរយៈការទូតការបរទេសនិងការបរទេសធ្វើជាមួយគ្នាណាកូនណាអានឹងអញ្ចឹងនឹងអញ្ចឹងដូច្នេះអ្នកដែលមានគេហៅថាមានការគិតថាខាងរាជការហ្នឹងគាត់ប្រកាន់បពួកគាត់ធ្វើមិនកើតអង្គុយចាំមើលអូខេដូចមនបំអញ្ចឹងនិយាយអញ្ចឹងអង្គុយចាំមើលទៅតើច្បាប់កំណែនកងទ័ពមិនឯងអនុវត្តទេចម្លើយគឺអនុវត្តណាអូខេពពសតើអត់បានឆ្លើយទេនៅក្នុងភាគនេះណាចាឯងចូលចិត្តកំស្រាតអីអាហ្នឹងរឿងរបស់ចាំថ្ងៃក្រោយណាកូនណាចាំថ្ងៃក្រោយចាំពេលក្រោយអូខេ in order to sim verify they need us to register with government app and need bank account to register រឿងនេះមិនមែន sim verification ម្ដងទេនេះគឺជា account verification ដែលប្រទេសកម្ពុជាចង់អនុវត្តការសម្អាត account ដែលទាក់ទងនឹង scam អូខេលោកតាខ្ញុំចង់ធ្វើកងរាជអាវុធហត្ថទៅប្រឡងគេទៅកូនណាម៉ូបំខ្ញុំយល់បានពីគំនិតមិនជឿអញ្ចឹងត្រូវអង្គុយមើលតើអ្នកដែលជាវាគ្មិនសង្គមដូចខ្ញុំកំពុងធ្វើអីអង្គុយមើលរឿងអវិជ្ជមានខ្ញុំអត់មានចំទាស់ទេបន្តមានអវិជ្ជមាននោះប៉ុន្តែអង្គុយមើលហើយបើឲ្យខ្ញុំសួរមួយម៉ាត់ថាក្រៅពីអង្គុយមើលមានធ្វើអីទៀតទេ
តើមុនអាចមានលទ្ធភាពធ្វើអីក្រៅពីមិនជឿនិងមានគំនិតអវិជ្ជមានហ្នឹងតើអាចធ្វើអីបានទេណាតើអាចធ្វើអីបានទេអាហ្នឹងគាត់តែជាសួរទុកចោលទេណាមួនរួន392បើសិនបើមានលើកទី3តើកម្ពុជានឹងរងគ្រោះថ្នាក់យ៉ាងណាអត់ដឹងទេអានោះខាងថៃក៏គេរៀបខ្លួនគេខាងសៀមយើងក៏មិនដឹងណាយើងមិនដឹងទេណាលោកតាកម្ពុជាអាចនឹងវាយបកដែរទេអត់ប្រើពាក្យវាយបកនេះគឺទុកប៉ុន្តែយុទ្ធសាស្ត្រត្រូវតែលុកចូលឲ្យជ្រៅដើម្បីដុតកន្ទុយឬក៏ចាក់ចំពោះឲ្យដកបើទប់ក្បាលមិនបានក៏ធ្វើឲ្យកន្ទុយឈឺណាសុធីហេតុអ្វី scam នៅកម្ពុជាមិនទាន់អស់ scam ច្រើនការបោសសម្អាតមិនមែនធ្វើគ្រាន់តែដាក់សមត្ថកិច្ចទៅចូលក្នុងទីតាំងមួយហ្នឹងអស់ទេណាដូច្នេះហើយពាក្យថាហេតុអ្វីហ្នឹងវាទាល់តែយើងយល់ដឹងថាភាពស្មុគស្មាញនៃប្រព័ន្ធអក្រិតកម្មហ្នឹងវាយ៉ាងណាណាទាល់តែយើងដឹងយ៉ាងណាតើល្អដែរឬទេកង់ដែលប្រឡងល្អកូនល្អណាអូខេណាហើយមុនថាប្រហែលជាតាដេកសម័យកូនក្នុងមួយថ្ងៃយ៉ាងហោចណាក៏តាបាននិយាយម្ដងដែរណាតែចៅឯងមានបាននិយាយម្ដងទេមានបានធ្វើអីម្ដងទេចៅដែលជាមនុស្សមិនសម័យនឹងមានបានធ្វើអីទេដូចជានៅសម័យខ្មែរក្រហមតាអត់សម័យទេភ្លឹបតាដោះស្រាយបញ្ហាតាដើរចេញចៅឯងធ្វើបានទេអត់បានអញ្ចឹងបានត្រឹមតែអង្គុយមើលតាដេកសម័យមើលទៅមានអីណាអង្គុយមើលទៅពីព្រោះបើចៅនៅក្នុងប្រទេសកម្ពុជាសៀមក៏វាវាយអត់ដល់ណាវាវាយអត់ដល់ចៅទេចៅអាចនៅក្នុងស្រុកណាវាវាយអត់ដល់អញ្ចឹងចៅមើលទៅណាទន្ទឹមគ្នានឹងយើងលើកបញ្ហានៅពេលជេមសុកលើកបញ្ហាជេមសុកបានបញ្យល់ឧទាហរណ៍ជេមសុករិះគន់រឿង scam ជេមសុកបញ្យល់ពីរបៀបកាត់បន្ថយនិងគ្រប់គ្រង scam ជេមសុកនិយាយរឿងឈ្លានពានទឹកដីជេមសុកនិយាយប្រាប់ពីរឿងផ្លូវច្បាប់បើមិនជឿលើផ្លូវច្បាប់សួរខ្លួនឯងតើមានស្អីបើអត់មានទេទុកឲ្យតាសម័យទៅណាអូខេទុកឲ្យតាសម័យវិញតាសម័យមួយថ្ងៃ3 4 5ដងតាអត់ប្រកាន់ខ្លួនឯងទេខ្លួនឯងអង្គុយដេកមើលតាទៅមានអីលីហុងហេតុអ្វីស្រុកខ្មែរសម្បូរ credit officer ម្លេះអត់ទេចេះតែនិយាយមានប៉ុន្មានអ្នកមានប៉ុន្មានសែនអ្នកហើយគេធ្វើអីអា credit officer នេះគេធ្វើអីណាអូចាំឯងមិនដឹងហើយចាំឯងមិនក៏បើវាសម្បូរហើយគេវាបានប្រាក់កម្រៃច្រើនចាំឯងមិនក៏មិនចូលធ្វើការទៅចាំឯងអត់ចំណេះមែនទេបើចាំឯងអត់ចំណេះកុំនិយាយធនាគារឬក៏ក្រសួងហិរញ្ញវត្ថុឬក៏ការិយាល័យហិរញ្ញវត្ថុគេមិនដែលយកមនុស្សទៅឲ្យធ្វើការជា credit officer ដែលជាមនុស្សអត់ចេះធ្វើការទេមិនមែនជារដ្ឋទេវាជាឯកជនភាគច្រើនគេត្រូវជួលមានលុយមានកាក់អញ្ចឹងយើងគាត់ទៅសួរតែយើងដឹងចំនួនប៉ុន្មានទេហើយដឹងតែគេធ្វើការអីទេចេះទេ credit officer គេធ្វើអីខ្លះគេរៀនអីបានគេទៅធ្វើ credit officer ឬក៏មនុស្សអត់ចេះអីដើរចូលធ្វើបានបើគេដើរចូលធ្វើបានចាឯងមិនបានចូលធ្វើបានណាអូខេចាឯងស្គាល់ដែរ credit officer គេធ្វើអីដឹងទេដឹងគេធ្វើអីទេខ្ញុំជាមន្ត្រីនគរបាលម្នាក់ប៉ុន្តែពេលនេះខ្ញុំបានសម្រេចចិត្តដាក់ពាក្យធ្វើការតាម EB3 ព្រោះគោលបំណងគឺចង់ឲ្យកូនទៅ99% គេបោក 99% គេបោកអ្វីដែលជាការឃោសនា EB3 នៅកម្ពុជា 99% បោកសឹងតែអាចនិយាយថា99កន្លះគេបោកអូខេខ្ញុំប្រាប់បានតែប៉ុណ្្នឹងឯងក្នុងនាមជាខ្មែរចាស់ម្នាក់ខ្ញុំប្រាប់បានប៉ុណ្្នឹង
អូខេអញ្ចឹងខ្ញុំជំរាបលាហើយខ្ញុំវិលមកជួប3នាទីទៀតជំរាបលា